ญជំរាបសួរពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកថ្ងៃនេះដែរក្រុមការងារមួយទីខ្មែរជួយខ្មែរក្នុងគ្រាក្រសនមាន7ចម្រួតចាបានដឹកនាំថតិកាពីបងលោកស្រីឈឿនស៊ីណាតនិងក្រុមគ្រួសារបាននៅប្រទេសបារាំងហើយលោកបានមានចិត្តសទ្ធាជ្រះថ្លាជួយដល់ក្រុមគ្រួសារបងអូនអងចាដែលជាគ្រួសារមួយកំសត់ទូលកូតដោយថាគាត់គ្មានដីនៅទេគាត់ចាំទីកន្លែងណាដីអីគេត្រូវការគាត់ក៏លើកកញ្ជើដើរទៅទៀតតែពេលនេះបានលោកស្រីចិត្តធរជាសទ្ធាជ្រះថ្លាដ៏ល្អរបស់គាត់បាននឹកឃើញថាកុំឲ្យគាត់លើកកញ្ជើដើរទៀតគាត់ថតិការបស់គាត់គឺគាត់ខំសម្រិតសម្រាំងមកណាទោះបីគាត់ឈឺខ្លួនគាត់មិនក៏គាត់ខំផ្ដាច់ពីមាត់ព្រាត់ពីកជូនដល់បងអូនស្រីចាទិញដីបានមួយកន្លែងទំហំ10ម៉ែត្រគុណ15ម៉ែត្រណាបងណានឹង15ម៉ែត្រចាដីនៅខាងនោះឥឡូវនេះខ្ញុំមកថតនៅកន្លែងគាត់ចាំដីឲ្យគេចាចាំដល់ពេលហើយចាំខ្ញុំយកថតិកានេះយកទៅជូនម្ចាស់ដីនឹងធ្វើសម្បត្តិសម្រាប់បកគលសម្បត្តិដីជូនទៅបងអូនអងតែឥឡូវនេះសូមឲ្យបកគលថតិកានេះទៅឲ្យបងអូនអងបាទហើយអង្គមកបេដែរជួយអង្គបានមកបេបកគាត់កថានិយាយទៅឬផ្ទះឬអីទៅខ្លាចបងអូនអត់អង្គហូបចាគាត់និយាយរួមគាត់ផ្ដាច់ពីមាត់ពីកមែនតេហើយនេះហើយគាត់ថែមទាំងមានជំងឺឈឺដៃនៅជាប់ខ្លួនទៀតនេះ800បងអូន1 2 3 4 5 6 7 8ជូនដល់បងអូនចាបងអរគុណបងតែបងជួយបងអូនក៏សូមឲ្យលោកស្រីឈឿនស៊ីណាតក្រុមគ្រួសារកូនចៅទាំងអស់ចាក៏សូមឲ្យបងទៅកន្លែងណាឲ្យបងសោកជួបប្រសពជួបតែអ្នកល្អឲ្យបងរស់ស៊ីមានបានតែបងជួយបងអូនមិនភ្លេចគុណបងទេបងចង់ឲ្យជីវិតឲ្យទីរំនៅឲ្យបងបាននៅសប្បាយចិត្តណាបងណាសប្បាយចិត្តណាបងខ្ញុំនឹកស្មានខ្ញុំថាខ្ញុំដូចយល់សពទេនេះចាខ្ញុំមិននឹកស្មានថាខ្ញុំបានដល់កម្រិតនេះខ្ញុំបានដល់ប៉ុណ្ណេះបងបងជួយបងអូនអត់ភ្លេចគុណបងទេបងអូនមានតែប៉ុណ្្នឹងឯងចាបាទជូនពរឲ្យបងស្រីឆាប់ជីផងដែរបងឆាប់ជីណាបងចានេះខ្ញុំក្រុមការងារក៏សូមរំភើបទាំងពីរនាក់បងខ្ញុំរំភើបពេកខ្ញុំមិននឹកស្មានថាខ្ញុំគ្រាន់តែថាខ្ញុំសូមបានឲ្យបានទីរំនៅឲ្យគុណបាននៅច្បាស់លាស់ប៉ុណ្ណេះខ្ញុំអន់អះបងខ្ញុំរំភើបណាស់ខ្ញុំទប់អីអត់បានបងឲ្យហូបមានអង្គមានអីសម្រាប់ឲ្យប្អូនតែប្អូនរើទៅអត់មានអីឲ្យប្អូនហូបខ្ញុំអរគុណណាស់បងខ្ញុំអរគុណបងមែនតែនតាមបងជួយប្អូនចានឹងខ្ញុំក្រុមការងារសូមគ្រប់ថ្លែងអំណរគុណជូនពរឲ្យបងនិងក្រុមគ្រួសារកូនចៅទាំងអស់ជួបប្រទះតែសេចក្តីសុខក្តីចម្រើនមានសុខភាពល្អអាយុវែងកំបីគ្លៀងគ្លាឡើយចាសូមឲ្យបងជាមានសុខភាពល្អជារៀងរហូតក្រុមគ្រួសារបងទាំងអស់